សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានធ្វើវិញ្ញាសាបាក់ឌុបឆ្នាំ2025កន្លងមកនេះយើងបានបញ្ចប់ហើយអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកវិញ្ញាសាដែលខ្ញុំរៀបចំធ្វើវិញ្ញាសាត្រៀមឲ្យបងប្អូនទាំងអស់គ្នាហើយនៅក្នុងលំហាត់នេះគឺជាលំហាត់វេយ្យាករណ៍ពាក់ព័ន្ធជាមួយនឹងប្រភេទមេរៀន question text ហើយនៅក្នុងមេរៀន question text នេះគឺខ្ញុំមើលឃើញថានៅក្នុងការប្រឡងថ្នាក់ជាតិពីមួយឆ្នាំទៅមួយឆ្នាំគេតែងតែយកមកចេញប្រឡងដែរអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយល់ដឹងពីវិញ្ញាសានេះឬក៏ដូចជាមេរៀនបងប្អូនអាចធ្វើវាបានយ៉ាងងាយស្រួលហើយនៅក្នុងលំហាត់ប្រភេទនេះក៏វាមានគន្លឹះក្នុងការធ្វើវាដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាក៏លេចមើលរបៀបនៃការធ្វើប្រភេទលំហាត់ question text របស់យើងនៅក្នុងបច្ចេកទេសធ្វើលំហាត់ question text គឺវាមាន3ចំណុចទី1យើងត្រូវឆែកទៅលើ sentence ទៅលើទម្រង់គឺគេមាន2រូបភាពយើងឆែកថាទម្រង់បើសិនណាផ្នែកទម្រង់គេឲ្យមកប្រយោគគេឲ្យមកជាប្រយោគស្របយើងយកផ្នែកកន្លែង question text របស់យើងហ្នឹងគឺប្រយោគបដិសេធហើយបើសិនណាគេឲ្យមកជាប្រយោគបដិសេធគឺយើងយកទម្រង់ question text របស់យើងហ្នឹងគឺទម្រង់ស្របបាទហើយជំហានទី2គឺយើងឆែកទៅលើ tense ហ្នឹងគេសំដៅទៅលើ past present ឬក៏ future ដែលបងប្អូនទាំងអស់គ្នាបានស្វែងយល់ពីទម្រង់ active និង passive ថាឧទាហរណ៍ថាបើវាជា past participle past continuous past perfect អញ្ចឹងទៅឬក៏ជា passive អញ្ចឹងទៅហើយបើ present ជា present simple present continuous ឬក៏ future simple អញ្ចឹងទៅហើយចំណុចទី3ហ្នឹងគឺយើងត្រូវការចាំ remember យើងត្រូវការចាំ note របស់វាអញ្ចឹងនៅក្នុងមេរៀននេះវាមានករណី note ដែរអញ្ចឹងក្នុងករណី note គឺយើងត្រូវការចាំវាតែម្ដងបាទហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកមើលលំហាត់យើងទាំងអស់គ្នាប្រធានគេឲ្យមក she need to be more careful អញ្ចឹងយើងមើលតើប្រធានយើងគេឲ្យមកស្របឬក៏បដិសេធដោយសារយើងមើលឃើញប្រយោគយើងនេះវាអត់មានបញ្ជាក់ថាវាជាប្រយោគបដិសេធទេអញ្ចឹងយើងចាត់ទុកប្រយោគយើងហ្នឹងគឺជាប្រយោគស្របហើយបើសិនណាគេឲ្យមកស្របបែបហ្នឹងគឺយើងយកមកផ្នែកខាងនេះគឺបដិសេធហើយបន្ទាប់មកយើងមើលចម្លើយនីមួយៗតើមើលចម្លើយមួយហ្នឹងបើសិនណាវាបដិសេធយើងទុកហើយបើសិនណាវាស្របយើងលុបចោលឥឡូវយើងមើលចម្លើយ A យើងឃើញមានពាក្យ don't see អញ្ចឹងបើ don't see អញ្ចឹងវាជាបដិសេធតែយើងទុកចម្លើយ B doesn't see អញ្ចឹងវាជាបដិសេធដែរយើងទុកចម្លើយ C doesn't see it អញ្ចឹងនេះក៏វាជាបដិសេធដែរប៉ុន្តែយើងទុកដូចគ្នាដល់ពេលD didn't see ក៏វាជាបដិសេធដែរដោយសារយើងឃើញមានពាក្យគេសេទម្រង់កាត់ពាក្យមកអញ្ចឹងវាសុទ្ធតែជាបដិសេធបើបដិសេធអញ្ចឹងយើងទុកចម្លើយទាំង4ហ្នឹងតមកយើងមើលចំណុចទី2យើងគឺគេឲ្យ check ten តើទម្រង់របស់យើងនេះប្រធានរបស់យើងនេះតើវាជាប្រភេទការដូចគេឥឡូវយើងឃើញមានពាក្យ cynic បាទ cynic អញ្ចឹង C ជា subject អញ្ចឹងនេះគឺជា verb ហើយនេះគឺជា verb 1បើយើងឃើញថា subject verb 1គឺជាប្រភេទការដូចគេគឺ past សម្រាប់គឺចូល present simple បើវាជា present simple អញ្ចឹងយើងបាន present simple យើងមានទម្រង់ស្រប subject បូក verb 1ទម្រង់បដិសេធ subject បូក do does បូក are not បូកជាមួយនឹង verb by form តទៅពេល question វាគឺ do ឬក៏ does បូកឲ្យ subject បូក verb by form ចឹងនៅក្នុងការ present simple យើងគឺដើម្បីធ្វើជាទម្រង់បដិសេធឬក៏ទម្រង់សំណួរបាទគឺយើងយក do ឬក៏ does មកធ្វើជាសំណួរអញ្ចឹងយើងមើលកន្លែងចម្លើយមួយនេះ A B C D នេះហើយចម្លើយ D នេះគឺយើងអត់មានឃើញមានពាក្យ do ឬក៏ does ទេអញ្ចឹងចម្លើយ D នេះគឺជាចម្លើយដែលខុសហើយចម្លើយ A B C គឺយើងមានឃើញ do does បាទអញ្ចឹងយើងទុកសិនប៉ុន្តែយើងត្រូវការចាំបាទនៅក្នុងទម្រង់ present simple យើង see he it គឺយើងប្រើជាមួយនឹង does បាទដល់ពេលយើងឃើញថា see he it ប្រើមួយ does អញ្ចឹងយើងមើលចម្លើយនឹងម្ដងទៀតឃើញចម្លើយ A យើងមានdon't see អញ្ចឹង C យើងអត់អាចប្រើជាមួយនឹង don't បានទេយើងលុបចោលហើយចម្លើយ B doesn't see អញ្ចឹង doesn't ហ្នឹងគឺយើងប្រើជាមួយនឹង C បានដល់ពេលចម្លើយ C doesn't see it អញ្ចឹងវាមាន main verb មកទៀតប៉ុន្តែបងចាំថាទៅពេលដែលយើងធ្វើ question text របស់វាគឺយើងអាចលើក main verb ចូលមកបានទេអញ្ចឹងចម្លើយ C គឺជាចម្លើយដែលមិនត្រូវដែរអញ្ចឹងចម្លើយចុងក្រោយគឺចម្លើយ B ជាចម្លើយដែលត្រឹមត្រូវជា
ជាចុងក្រោយខ្ញុំសង្ឃឹមបងប្អូនទាំងអស់គ្នាអាចទទួលបាននៅបច្ចេកទេសក្នុងការធ្វើលំហាត់ presentation របស់យើងហើយសង្ឃឹមបងប្អូនអាចធ្វើប្រភេទលំហាត់នេះបានសម្រាប់ការប្រឡងថ្នាក់ជាតិរបស់យើងបាទ